Ok, ngày nayខ្ញុំមានធៀបមួយមកបង្ហាញទៅអ្នកទាំងគ្នាពីការកំណត់ផ្ទៃកន្លែងនៅក្នុងកម្មវិធី AutoCAD អញ្ចឹងបើសិនបើយើងមានចតុកោណកាយមួយហើយយើងចង់គ្រាន់តែកែនៅចតុកោណកាយនេះលេខនៅក្នុងនេះវាកែទៅតាមអញ្ចឹងបើសិនបើខ្ញុំចង់ print នេះ1ម៉ែត្របន្ថែមអញ្ចឹងខ្ញុំចុចបែបនេះចុះហើយខ្ញុំ regen វាខ្ញុំចុច regen ហើយខ្ញុំ enter ទៅផ្ទៃកន្លែងនៅកន្លែងនេះវាដូរទៅតាមអូខេអញ្ចឹងខ្ញុំមកបង្ហាញពីការដាក់បែបហ្នឹងឥឡូវឧទាហរណ៍ថាខ្ញុំមានចតុកោណកាយមួយខ្ញុំគូមក8000 8ម៉ែត្រគុណនឹង9ម៉ែត្រអញ្ចឹងអូខេខ្ញុំបានចតុកោណកាយមួយនៅកន្លែងនេះហើយបើសិនបើយើងចង់ឡើងផ្ទាំងមួយនេះឡើងផ្ទាំងមួយនេះយើងគ្រាន់តែចុច control លេខ1ទៅវាឡើងឲ្យហើយយើង select លើ object របស់យើងនឹងឃើញបរិមាណផ្ទៃកន្លែងហើយក៏ដូចជាចំនួនម៉ែត្រដែលជារង្វង់ជុំវិញវាហើយ34ម៉ែត្រនេះមានន័យថាមួយជុំនៃចតុកោណនេះកាយនេះមានចំនួន34ម៉ែត្រប៉ុន្តែបើយើងចង់ដាក់លេខនេះនៅលើmodel របស់យើងចង់ដាក់អូខេអញ្ចឹងខ្ញុំប្រើតិចមួយដើម្បីមកសរសេរសិនដើម្បី sorty ហើយខ្ញុំគូតិចមួយមកសរសេរខ្ញុំដាក់ area ខ្ញុំដាក់បាត់ហ្នឹងហើយខ្ញុំដាក់ស្មើអញ្ចឹងខ្ញុំអូខេនៅកន្លែងនេះតិចហើយនេះខ្ញុំដូរវាដាក់500សិនអូខេខ្ញុំ enter មកអញ្ចឹងខ្ញុំបាន area នៅកន្លែងនេះហើយបន្តមកបើសិនបើយើងចង់ដាក់លេខនៅកន្លែងនេះអ្នកទាំងអស់គ្នាអាចធ្វើតាមខ្ញុំបានអ្នកទាំងអស់គ្នាចុច double click ឲ្យចេញបែបនេះមកបន្តមកអ្នកទាំងអស់គ្នា right click ហើយអ្នកទាំងអស់គ្នាយក insert file ឬមួយក៏ control អក្សរ F អញ្ចឹងអ្នកទាំងអស់គ្នាចុចនៅកន្លែងនេះបែបនេះអញ្ចឹងចំពោះនៅកន្លែងនេះបើសិនបើអ្នកទាំងគ្នាចូលមកដំបូងអត់ទាន់បើកម្មវិធី AutoCAD មកដំបូងវានឹងឡើងបែបនេះអញ្ចឹងអ្នកទាំងគ្នាចុចនៅកន្លែង all នេះអ្នកទាំងគ្នាជ្រើសរើសយក object បន្តមកកន្លែងនេះយក object មួយទៀតហើយអ្នកទាំងគ្នាចុចនៅកន្លែងនេះមួយដើម្បីទៅ select object ដើម្បីដាក់ផ្ទៃកន្លែងនៅកន្លែងនេះអញ្ចឹងខ្ញុំ select នៅកន្លែងនេះវាឡើងចំនួនផ្ទៃកន្លែងឲ្យខ្ញុំហើយកន្លែងណាននេះអ្នកទាំងគ្នាដាក់មកដៃនៅនេះមកហើយកន្លែងណានេះអ្នកទាំងគ្នាយក D small នេះមកអូខេបន្តមកកន្លែងនេះអ្នកទាំងគ្នាអាចយក0ក៏បានឬមួយក៏អ្នកទាំងគ្នាបើសិនមកចង់យកខោក្បៀសពីខ្ទង់អ្នកទាំងគ្នាអាច select យកបានអូខេបន្តមកខ្ញុំ click OK មកអញ្ចឹងវានឹងឡើងនៅចំនួនផ្ទៃកន្លែងឲ្យអ្នកទាំងគ្នានៅលើនេះហើយអូខេអញ្ចឹងបើសិនបើអ្នកទាំងគ្នាចង់ break ឥឡូវខ្ញុំតែថាខ្ញុំចង់តោងមកដាក់នៅកន្លែងនេះបែបនេះអ្នកទាំងគ្នាចុច region មកអូខេ VRE ហើយ enter មកវានឹងដូរនៅផ្ទៃកន្លែងឲ្យអ្នកទាំងគ្នាអូខេហើយវីដេអូថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្ណេះទេហើយជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយជាបន្តទៀតពីកម្មវិធី AutoCAD